បាទបងហ្នឹងខ្ញុំធ្វើឧបតបឥឡូវគឺដូរ option មួយទៀតពាក់ព័ន្ធ option ឡានទាំងមូលអញ្ចឹង option នោះពាក់ព័ន្ធការព័ន្ធសុវត្ថិភាពក៏ដូចជាការគ្រប់គ្រងព័ត៌មានរថយន្តអញ្ចឹងយើងចូលវាមកវាមានអីខ្លះទីមួយវាមានច្រើនបាទមានមួយ attachment interline chin panoramic driving in car body line និងភ្លើង bin ហ្នឹងហើយអញ្ចឹងខ្ញុំបង្ហាញពី attachment មួយ attachment គឺបំប្រាប់ពីព័ត៌មាននៃការបើកបរទេអញ្ចឹងវានឹងបង្ហាញព័ត៌មានទៅលើអេក្រង់កុងទ័រនេះប៉ុន្តែយើងត្រូវកំណត់នៅខាងនេះវិញព័ត៌មានដែលបង្ហាញគឺបង្ហាញវានៅលើកុងទ័រនេះវាអត់បង្ហាញមកលើអេក្រង់ទេគ្រាន់អេក្រង់នោះតួនាទីវាដូចជាកុំព្យូទ័រមួយអញ្ចឹងកុំព្យូទ័រមួយដែលកំណត់ទៅលើ system ឡានទាំងមូលបាទទី1គេបង្ហាញពីការផ្ដល់ព័ត៌មាននៃការបើកបរគីឡូនៃការបើកបរអញ្ចឹងវាដាក់20គីឡូម៉ែត្រក្នុង1ម៉ោងអញ្ចឹងបើបងហ៊ានបើកលើសពី20គីឡូម៉ែត្រក្នុង1ម៉ោងគឺវានឹងអាឡាមដូចវីដេអូដែលបងប្រុសមុនហ្នឹងគាត់ជិះទៅមានបញ្ហាអញ្ចឹងបងត្រូវអូសវាថាលើបងចង់បើកប្រមាណឲ្យវាលឺសលេងដាស់តឿនយើងឲ្យយើងជន់ហួសកម្រិតអញ្ចឹងយើងដាក់120អញ្ចឹង120ហ្នឹងគឺវាពេលដែលយើងបើកទៅ120ឬលើស120គឺវានឹងអាឡាមយើងថាអ្នកឯងបើកដល់120ហើយបាទហ្នឹងទី1ទី2បញ្ហាពាក់ព័ន្ធជាមួយ driving time setting driving នឹងការបើកបរពេលវេលានៃការបើកបរអញ្ចឹងវានឹងផ្ដល់ព័ត៌មានបើសិនយើងកំណត់ថា2ម៉ោងឬ3ម៉ោងឬ4ម៉ោងឥឡូវថាបងបើក3ម៉ោងអញ្ចឹង3ម៉ោងវានឹងអាឡាមភ្លើងសញ្ញាពេងកាហ្វេឬក៏ពេងតែមួយដើម្បីដាស់តឿនយើងថាបងបើកបានរយៈពេល3ម៉ោងហើយអាហ្នឹងណាបាទចំណុចនឹងមួយហើយដល់ option មួយថា intelligent ពាក់ព័ន្ធជាមួយប្រព័ន្ធគ្រប់គ្រងលំនឹងដូចជាប្រព័ន្ធប្រាំងផ្សេងប្រព័ន្ធបាតុកិច្ចឬប្រព័ន្ធភ្លើងអីគ្រប់គ្រងទាំងអស់ហ្នឹងវាមានទាំងអស់បងណាអញ្ចឹងក្នុង option ហ្នឹងគឺបងបើកវាចោលទាំងអស់អញ្ចឹងទៅហ្នឹងវាមានប្រាំងអូតូមានអូតូបឿនអញ្ចឹងបើថាបងចង់បិទបើកបងឃើញអញ្ចឹងវានឹងប្រាប់ជើងថាជាស្អីអញ្ចឹងបើយើងនេះយើងកុំប្រើវាបើក console ទៅអានេះវាប្រាប់សញ្ញាយើងថាការចាប់ប្រាំដោយស្វ័យវត្តកម្លៀតមានកម្លៀតហើយអូតូ low burn high burn អញ្ចឹងមកបិទមកយើងចង់ដឹងថាវាជាស្អីគឺការទម្លាក់ភ្លើងដោយស្វ័យវត្តជាមួយនឹងការចំណាំខ្លាតភ្លើងពីមុខបាទវាដូចស្លាយយើងមើលស្រួលអញ្ចឹងមកបាទហើយអានេះក៏ដូចគ្នាដែរបាទបងបិទទៅវាតើវាអីគឺការបាតុកិច្ចដូចគ្នាអញ្ចឹងបងមិនត្រូវបើកវាចោលទៅបាទអានេះកម្រិតនៃការផ្ដល់ព័ត៌មានការបាតុកិច្ចលក្ខណៈតន្តគៀឬក៏ middle ឬក៏ high មានថាតន្តគៀបានវាផ្ដល់ព័ត៌មានឬអា middle ហ្នឹងថាមកសុំល្មមឬក៏វារៀងឆ្ងាយដែរបានវាផ្ដល់វារៀងគៀវារៀងឆ្ងាយពីឡានគឺមុំគឺវាផ្ដល់ព័ត៌មានប៉ុន្តែពីច្រើនគឺប្រើ middle ទៅបងណាបាទហើយ blind spot monitoring ហ្នឹងគឺ blind spot នៅលើកញ្ចក់អញ្ចឹងបងអញ្ចឹងយើងបើកអស់ទៅអាហ្នឹងគឺបើកអស់ទៅមិនបិទវាទេពាក់ព័ន្ធការបើកបរផ្ដល់ព័ត៌មានផ្សេងៗយើងទេ